លោកឈនគុជស័កកំពុងភ័យខ្លួនហើយក្រោយពីឯកឧត្តមគួចចម្រើនចោទជាសំណួរបែបនេះបាទបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់ច្បាស់ហើយលោកឈនគុជស័កដែលជាជំទប់ទី2នៅខាងឃុំកំពង់ភ្លុកដែលមករយៈនេះគឺកំពុងតែមានភាពល្បីល្បាញមែនទែនដែលមហាជនមួយចំនួនហ្នឹងគឺផ្ទុះការគ្រប់គ្រងគាត់ជាខ្លាំងតាក់ទងជាមួយនឹងការងារសប្បុរសធម៌ក៏ដូចជាការងារផ្សេងជាច្រើនទៀតនៅលើបណ្ដាញសង្គម Facebook ប៉ុន្តែនៅថ្ងៃនេះប្រហែលជាលោកឈនគុជស័កដែលជាជំទប់ទី2នៃឃុំកំពង់ភ្លុកហ្នឹងកំពុងតែភ័យខ្លួនហើយក្រោយពីឯកឧត្តមគួចចម្រើនចោទជាសំណួរបែបនេះថាតើឯកឧត្តមគួចចម្រើនចោទជាសំណួរយ៉ាងណាតាមដានទាំងអស់គ្នាណាបងប្អូនបាទពាក់ព័ន្ធនឹងករណីខាងលើនេះគឺកាលពីថ្ងៃទី1ខែកក្កដាឆ្នាំ2026គឺម្សិលមិញនឹងតែម្ដងគឺឯកឧត្តមគួចចម្រើនបានធ្វើការបង្ហោះសារអមដោយរូបភាពមួយសន្លឹកដែលមានខ្លឹមសារថាមានម្នាក់អាយុទើបតែ14ឆ្នាំសោះក៏ចង់បានប្តីចិនដែរជាប់អន្ទាក់វៀតណាមនៅព្រំដែនចិនចំនួន6នាក់មិនដឹងថាតើបានប្តីឬបានទុកឬបានទោសនោះទេសូមលោកឪពុកអ្នកម្ដាយមេត្តាមើលថែកូនចៅផងជួញចិត្តប្រសើរជាងជួញឆ្ងាយបាទដោយសារតែឃើញសំណេរបែបនេះហើយគឺលោកឈនគុជស័កហ្នឹងដែលជាជំទប់ទី2នៅឃុំកំពង់ភ្លុកហ្នឹងបានធ្វើការថត screen រួចធ្វើការបង្ហោះនៅលើ page របស់ខ្លួនអមដោយសំណេរបន្ថែមយ៉ាងខ្លីបែបនេះថាអោលោកអភិបាលខេត្តអើយមិនមិនគិតរកប្រភពថាតើគាត់ជាជនរងគ្រោះឬគាត់ចាញ់បោកគេអត់លោកអើយមើលសម្ដីដោយសារតែលោកឈនគុជស័កធ្វើការបង្ហោះសំណេរដោយពាក្យសម្ដីខ្លីបែបនេះហើយទើបធ្វើឲ្យឯកឧត្តមគួចចម្រើនដែលជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលហ្នឹងគឺនៅថ្ងៃទី2ខែកក្កដាឆ្នាំ2026គឺនៅថ្ងៃនេះតែម្ដងមុននេះបន្តិចហ្នឹងគឺលោកបានធ្វើការបង្ហោះសារដោយចោទជាសំណួរទៅលោកស័កដែលនៅក្នុងសំណេរនោះគឺមានខ្លឹមសារថាលោកស័កអើយដោយសារតែខ្ញុំចង់ដឹងនឹងហើយទើបបានទំនាក់ទំនងបានព័ត៌មានអំពីការឃាត់ខ្លួនបាននៅប្រទេសវៀតណាមគិតត្រឹមពេលនេះពួកគាត់មិនទាន់ឆ្លងនីតិវិធីនៅខាងប្រទេសចប់នៅឡើយទេគេក៏មិនទាន់បញ្ជូនមកឲ្យយើងផងដែរតែខ្ញុំប្រញាប់សរសេរបង្ហោះព្រោះមិនចង់ឃើញជនរងគ្រោះផ្សេងទៀតលោកកំពុងគិតអំពីអ្វីសូមបញ្ជាក់ផងដែរការបង្ហោះរបស់ឯកឧត្តមអភិបាលខេត្តនេះគឺអមដោយការថត screen របស់សារដែលបង្ហោះដោយលោកស័កផងដែរអរគុណច្រើន